សម្ដេចតេជោនិងសម្ដេចធិបតីស្វាគមន៍វរៈកងទ័ពទាំង18រូបវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាពសម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិនិងសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានផ្ញើសារសម្ដែងការស្វាគមន៍ការវិលត្រឡប់មកវិញរបស់វរៈកងទ័ពកម្ពុជាទាំង18រូបនៅព្រឹកថ្ងៃពុធទី31ខែធ្នូនេះតាមច្រកព្រំដែនខេត្តប៉ៃលិនបណ្ដាញសង្គមសម្ដេចតេជោនិងសម្ដេចធិបតីបានបង្ហោះសារនៃការស្វាគមន៍ខ្លឹមសារដូចគ្នាបែបនេះថាសូមស្វាគមន៍យុទ្ធជនទាំង18រូបដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពតាមក្រសួងការពារជាតិកម្ពុជាសង្ឃឹមយ៉ាងមុតមាំថាការដោះលែងយោធិនទាំង18រូបនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់និងជំនឿទុកចិត្តព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរនាពេលដ៏សប្តាហ៍ខាងមុខ